ខ្ញុំមីសុភីអ្នករៀបរៀងនាទីប្រវត្តិសាស្ត្រខ្មែរសូមជម្រាបសួរបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់សាជាថ្មីថ្ងៃនេះខ្ញុំបាទសូមបន្តជម្រាបជូនជាបន្ថែមអំពីប្រវត្តិប្រក្តីទិនអន្តរជាតិនិងសិទ្ធិការផ្សេងៗក្នុងប្រក្តីទិនខ្មែរជូនជាសម្ដាប់ដូចតទៅនេះប្រក្តីទិនស៊ូលយ៉ាងបានដាក់ប្រើជាទូទៅនៅទ្វីបអឺរ៉ុបរហូតដល់សតវត្សទី16នៃគ្រិស្តសករាជនៅសតវត្សទី16នៃគ្រិស្តសករាជអ្នកវិទ្យាសាស្ត្របានរកឃើញរយៈពេលពិតប្រាកដមួយដែលផែនដីវិលមួយជុំព្រះអាទិត្យតាមផ្លូវខ្សែស្របរាប់ថាមួយឆ្នាំត្រូពិកមានរយៈ365ថ្ងៃគ្បៀស2422ដោយយកចំណុចអាយនកាលនីតិខរដូវ Equinox de Printemps ធ្វើជាទីតាំងនៃដើមឆ្នាំបើគេយកឆ្នាំត្រូពិកមកកាត់ចំណែកអាយនកាលជា2កំណាត់ដោយបត់ប្រក្តីទិនជា2ភ្ជាប់គ្នាឃើញថាមួយឆ្នាំត្រូពិកខ្លីជាងមួយឆ្នាំស៊ូលយ៉ាង11នាទីនិង14វិនាទីដល់400ឆ្នាំត្រូវខើច3ថ្ងៃព្រោះឆ្នាំស៊ូលយ៉ាងជាមធ្យមមួយឆ្នាំមាន365ថ្ងៃគ្បៀស25ហៅថាឆ្នាំសតាយុ année séculaire ដោយហេតុថាកំណែប្រក្តីទិនរបស់ព្រះចៅយូលសេសានៅមិនទាន់ត្រឹមត្រូវឆ្នាំវែងជាងរដូវបណ្ដាលឲ្យអាយនកាលនីតិខរដូវរំកិលដល់ទីកំណត់មុនថ្ងៃ21មីនាជារៀងរាល់ឆ្នាំរាប់ពីឆ្នាំ325មកទល់នឹង1582អាយនកាលដល់ទីកំណត់មុនថ្ងៃ21មីនា10ថ្ងៃបញ្ហាគឺបណ្ដាលឲ្យពិធីបុណ្យប៉ាក Easter Day យឺតជាងរដូវរហូត10ថ្ងៃដែរកាលនោះគ្រិស្តសករាជ1582ព្រះសហគមន៍កាតូលិកស្រុកអ៊ីតាលីក៏ក្រើកឡើងប្រឡូករកហេតុផលនេះមុនគេដោយរៀបចំជាសង្គាយនាបើកកិច្ចប្រជុំគណៈសង្ឃដ៏ធំមួយនៅទីក្រុងនីសេជជែកវែកញែកគ្នារកកាលបរិច្ឆេទពិតប្រាកដមួយដើម្បីដាក់បុណ្យប៉ាកឲ្យចំចំណុចដើមដូចដើមឡើងវិញក្នុងនោះពួកសង្ឃឪពុក Père de l'Église ឡើងតវ៉ាសុំដាក់បុណ្យប៉ាកឲ្យចំថ្ងៃអាទិត្យខាងដើមនៃពន្លឺសុគបៈគឺខាងពន្លឺខ្នើតក្នុងនីតិខរដូវ Dimanche à la première lune du printemps រួមផ្សំនឹងបញ្ហារយៈដល់កំណត់ថ្ងៃបុណ្យដទៃទៀតដែលជាបរិវារនៃបុណ្យប៉ាកផងប៉ាបក្រេហ្គួរក៏សម្រេចកាត់ចោល10ថ្ងៃចេញពីប្រក្តីទិនស៊ូលយ៉ាងទើបរៀបសិទ្ធិការកែនថ្ងៃខែដេញទៅតាមរយៈឆ្នាំត្រូពិកសាជាថ្មីឡើងវិញមួយឆ្នាំមានត្រឹមតែ365ថ្ងៃ5ម៉ោង49នាទីនិង12វិនាទីទើបបានជាប្រក្តីទិនក្រេហ្គូរីយ៉ាងសពថ្ងៃជាមធ្យមមួយឆ្នាំមាន365ថ្ងៃគ្បៀស2224ចំនួននេះក៏នៅតែវែងជាងឆ្នាំត្រូពិក0.53វិនាទីក្នុងមួយសតវត្សនៅរយៈ4000ឆ្នាំបន្តពីនេះឆ្នាំក្រេហ្គូរីយ៉ាងនឹងលើសឆ្នាំត្រូពិកប្រមាណ0កណ្ដកសញ្ញា0003ថ្ងៃគឺដល់ឆ្នាំ4317ក្នុងអនាគតនឹងត្រូវលើសឆ្នាំត្រូពិក24ម៉ោងស្មើនឹង1ថ្ងៃដោយរាប់ចេញពីគ្រិស្តសករាជ1582ទៅនៅឆ្នាំ4317នោះនឹងត្រូវកាត់ចោល1ថ្ងៃថែមទៀតទើបបុណ្យប៉ាកចោះចំចំណុចអាយនកាលនីតិខរដូវឡើងវិញប៉ាបក្រេហ្គួរនៅរក្សាក្បួនអធិកសូរទិន Jour supplémentaire តាមព្រះចៅយូលសេសាដដែលដើមឡើយព្រះចៅឲ្យលើកថ្ងៃបន្ថែម1ថ្ងៃនៅក្នុងរយៈ4ឆ្នាំម្ដងដោយរើសយកតែឆ្នាំណាដែលមានលេខសករាជចែកនឹង4ដាច់មកដាក់ជាឆ្នាំសុទិន année bissextile នៅគ្រិស្តសករាជ1582នោះប៉ាបក្រេហ្គួរឲ្យយកទាំងឆ្នាំណាដែលមានកន្ទុយលេខ00និងឆ្នាំណាដែលចែកនឹង400ដាច់មកធ្វើជាមួយផងក៏ប៉ុន្តែអត្រាគណនាកន្ទុយលេខ00ចែកនឹង400មិនដាច់គ្រប់ឆ្នាំទេឧទាហរណ៍គ្រិស្តសករាជ1700 1800និង1900ជាដើមចែកនឹង400មិនដាច់ទេទើបបានជាប៉ាបសម្រេចឲ្យទុកឆ្នាំទាំង3នោះនៅជាឆ្នាំសុភាពដដែល année commune ដែលមានចំនួនត្រឹមតែ365ថ្ងៃធម្មតាកំណែប្រក្តីទិនរ៉ូម៉ាំងលើកនេះមានសម្ដេចប៉ាបក្រេហ្គួរទី13ជាអធិបតី
ទើបបានជាប្រក្តីទិន Julian បដូរឈ្មោះថាប្រក្តីទិន Grégoire លើ calendrier Grégorien តាំងពីនោះមកជាមួយនឹងប្រក្តីទិនថ្មីនេះក៏កើតបានជាប្រក្តីទិនមួយចំណែកទៀតបែកចេញទៅហៅថាប្រក្តីទិនគ្រិស្តសាសនាលើ calendrier Chrétien សង្គាយានាគណៈសង្ឃឆ្នាំនោះបានសម្រេចប្រក្តីទិនជាស្ថាពរនៅថ្ងៃប្រហោះទី4តុលាគ្រិស្តសករាជ1582ក្រុងរ៉ូមក៏ផ្ដើមប្រកាសឡើងយ៉ាងឱឡារិកមុនគេថាថ្ងៃនេះថ្ងៃប្រហោះ4តុលាគ្រិស្តសករាជ1582ត្រូវសន្មតជាថ្មីថាថ្ងៃនេះគឺជាថ្ងៃសុក្រ15តុលាគ្រិស្តសករាជ1582ពីពេលនេះតទៅម្ល៉េះហើយឆ្នាំ1582នោះមានត្រឹមតែ355ថ្ងៃក៏ដាច់ឆ្នាំទៅចូលដល់ឆ្នាំបន្ទាប់នៅគ្រិស្តសករាជ1583ក៏ស្រាប់តែបុណ្យប៉ាកថ្ងៃ21មីនាចុះចំថ្ងៃអាយន្តកាលនីតិខរដូវដូចបានគ្រោងទុកចំណែកពិធីបុណ្យចូលឆ្នាំក៏ត្រូវលើកមកធ្វើនៅដំណាច់ខែធ្នូបន្ទាប់ពីបុណ្យណូអែលដោយរាប់ខែមករាជាខែទី1ជំនួសខែមីនាទើបបានជាសប្តាហ៍ថ្ងៃយើងរាប់ខែមករាជាខែទី1ទៅវិញមួយឆ្នាំត្រូពិកមានចំនួន365ថ្ងៃក្បៀស2422ចំណែកមួយឆ្នាំក្រេហ្គោរីយ៉ាងមាន365ថ្ងៃក្បៀស2425កំណែប្រក្តីទិនសតវត្សទី16នេះបណ្ដាលឲ្យរំជើបរំជួលទូទាំងសកលលោកកាលដំបូងនោះមានតែ3ប្រទេសប៉ុណ្ណោះដែលទទួលស្គាល់មុនគេគឺក្រុងរ៉ូមប្រទេសអេស្ប៉ាញនិងប្រទេសប៉ូទុយហ្គាល់ចំណែកស្រុកបារាំងទាល់តែដល់ថ្ងៃព្រះចៅហុងរីទី3ឡើងកាន់រាជទើបព្រះអង្គទទួលស្គាល់ថាថ្ងៃអាទិត្យ9ធ្នូគ្រិស្តសករាជ1582ដែលព្រះអង្គអភិសេករាជនោះត្រូវកែថាថ្ងៃនេះជាថ្ងៃច័ន្ទទី20ធ្នូពីពេលនេះតទៅដល់ថ្ងៃ14ធ្នូប្រទេសហូឡង់ក៏ព្រមធ្វើបុណ្យណូអែលមុនទំនៀម10ថ្ងៃដោយទទួលស្គាល់តាមក្រុងរ៉ូមថាថ្ងៃ14ធ្នូគ្រិស្តសករាជ1582នេះគឺជាថ្ងៃ25ធ្នូរួចទៅហើយបណ្ដាលឲ្យពួកគ្រិស្តបរិស័ទប្រូតេស្តង់ស្រុកហូឡង់បះបោរកិលឡើងទូទាំងប្រទេស2ឆ្នាំកន្លងមកទៀតទើបគ្រិស្តបរិស័ទនៅស្រុកអាល្លឺម៉ង់និងស្រុកស្វីសព្រមធ្វើបុណ្យមុនកំណត់នាគ្រិស្តសករាជ1584ប៉ូឡូញព្រមតាមនៅគ្រិស្តសករាជ1586ហុងគ្រីព្រមតាមនៅគ្រិស្តសករាជ1587ប្រទេសព្រីសព្រមតាមនៅគ្រិស្តសករាជ1910រហូតដល់ឆ្នាំ1700គត់ទើបមជ្ឈដ្ឋានសាសនាប្រូតេស្តង់ព្រមអនុវត្តប្រក្តីទិនក្រេជាងក៏ប៉ុន្តែគ្រិស្តបរិស័ទស៊ូអែតនិងអង់គ្លេសរឹងរូសជាងគេរហូតដល់កន្លះសតវត្សទៀតទើបព្រមតាមកាលនោះថ្ងៃ2កញ្ញាគ្រិស្តសករាជ1752ចក្រភពអង់គ្លេសទើបតែប្រកាសថាស្អែកនេះថ្ងៃ3កញ្ញាយើងនឹងកែថាជាថ្ងៃ14កញ្ញាពីស្អែកនេះតទៅដោយរាប់ថ្ងៃនេះជាថ្ងៃ13កញ្ញាស្រាប់តែពួកគ្រីស្ទៀនផ្អើលឈូឆររត់ចេញមកស្រែកឆោឡោតាមផ្លូវគ្រប់ច្រកល្ហកសង11ថ្ងៃមកឲ្យពួកយើងវិញសង11ថ្ងៃមកឲ្យពួកយើងវិញDes cortèges de protestants parcourent les rues en criant Rendez-nous nos 11 jours Rendez-nous nos 11 jours អង់គ្លេសចលាចលនៅឆ្នាំ1752នោះក៏ក្រឹកក៏ក្រែងជាច្រើនខែទម្រាំចរចាគ្នាត្រូវដងត្រូវផ្លែទើបព្រមចូលឆ្នាំមុនទំនៀម3ខែដោយរាប់ថ្ងៃ1មករាជាដើមឆ្នាំជំនួសថ្ងៃ25មីនាបែបក្បួនបុរាណពីនោះមកប្រក្តីទិនក្រេហ្គោរីយ៉ាងក៏រៀលដាលទៅដល់ទ្វីបផ្សេងនៅអាស៊ីជប៉ុនផ្ដើមអនុវត្តប្រក្តីទិនក្រេហ្គោមុនគេនាគ្រិស្តសករាជ1873ចិននៅគ្រិស្តសករាជ1911កម្ពុជាទំនងជាអនុវត្តនៅគ្រិស្តសករាជ1900គត់មុនចិន11ឆ្នាំក៏ប៉ុន្តែគ្មានឈ្មោះនៅក្នុងឯកសារសហភាពសូវៀតទទួលស្គាល់នៅគ្រិស្តសករាជ1918
ប្រទេសរូម៉ានីនៅគ្រិស្តសករាជ1919 យូហ្គោស្លាវីនៅគ្រិស្តសករាជ1919 និងប្រទេសក្រិចទទួលស្គាល់នៅគ្រិស្តសករាជ1923 បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពខ្ញុំបាទសូមបញ្ចប់វគ្គប្រវត្តិសាស្ត្រស្ដីអំពីប្រក្តីទិនតែត្រឹមនេះសិនសន្យាថានឹងជម្រាបជូនជាបន្តទៅទៀតនៅថ្ងៃក្រោយសូមអរគុណពីខ្ញុំមីសុភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង